សួស្តីបងប្អូនគ្នាជួបគ្នាជាថ្មីម្ដងទៀតបាទវីដេអូនេះខ្លីទេខ្ញុំនឹងធ្វើការ review តាក់ទងជាមួយ project Bubble Map បាទ MBT ហ្នឹងហើយនឹង Binance Holder Airdrop បាទអូខេអញ្ចឹងបើសិនជាបងប្អូនថ្មីតែម្ដងមើលវីដេអូនេះហើយមិនទាន់មានគណនី Binance ហើយចង់រកលុយជាមួយ Binance ចង់ទទួលបាន Airdrop free នោះបាទត្រូវមានគណនី Binance ជាមុនសិនបងប្អូនណាបាទអញ្ចឹងអាចចូលទៅកាន់ Play Store ឬក៏ App Store បាទ download Binance app មកហើយធ្វើការ sign up ឬក៏ register បាទប្រើ email ក៏បានលេខទូរស័ព្ទក៏បានដែរបងប្អូនណាបាទហើយកុំភ្លេចកន្លែង referral code ដាក់22581565បាទដើម្បីទទួលបាន promotion discount etc ផ្សេងទៀតបាទបន្ទាប់ពីបងប្អូន register រួចហើយកុំភ្លេច verify បាទ KYC ដោយអត្តសញ្ញាណប័ណ្ណក៏បានបើកបរឬលិខិតឆ្លងដែនក៏បានដែរបងប្អូនណាបាទហើយពេលនោះបងប្អូនមានគណនី Binance ដែរបងប្អូនណាអូខេបន្តមកទៀតបើសិនជាបងប្អូនអាច click link បាទចុច link ខាងក្រោមដើម្បីបង្កើតក៏បានដែរបាទឬក៏មានខ្ញុំបានដាក់វីដេអូនៅខាងហ្នឹងហើយរបៀបបង្កើតគណនី Binance ខ្ញុំដាក់វីដេអូជូនបងប្អូនអាចមើលវីដេអូហ្នឹងសិនចាំបង្កើតក៏បានអូខេតោះឥឡូវខ្ញុំនឹងធ្វើការ review ជូនបងប្អូនតាក់ទងជាមួយ project Bubble Map ហ្នឹងឬក៏ MBT ហ្នឹងបាទ yes អញ្ចឹង Bubble Map វាគឺជា tool audit មួយដ៏ល្អបំផុតបងប្អូនបាទគឺសម្រាប់ធ្វើការស៊ើបអង្កេតឬក៏ស្រាវជ្រាវតាក់ទងជាមួយនឹង token DeFi ឬក៏ NFT បាទមានន័យថាបងប្អូនចង់តាមដាន contract address មួយណាណាបាទអញ្ចឹងបងប្អូនគ្រាន់តែប្រើប្រាស់នៅ app របស់ Bubble Map ហ្នឹងទៅបងប្អូននឹងដឹងថាវានឹងចេញទិន្នន័យមកបាទមានពពុះផ្លែកចម្រុះពណ៌ទាំងអស់នោះវាគឺជាទិន្នន័យ on chain បងប្អូនណាបាទដែលឲ្យយើងងាយយល់មែនតើថាកាក់ហ្នឹងវា whole contract ហ្នឹង whole កាក់ឯខ្លះហើយវាបាញ់កាក់ហ្នឹងពីណាទៅណាប្រវត្តិរបស់វាមិនគឺ show មកទាំងអស់គឺងាយស្រួលមែនតើបាទហើយ project មួយនេះគឺធ្វើឲ្យមនុស្សគ្រប់គ្នាបាទគឺផ្ដល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នាអាចធ្វើការស្រាវជ្រាវបាទ check មើលដឹងបាទគឺមានន័យថាជាលក្ខណៈ decentralized តែម្ដងបាទដូចជា ZAC XBT ដែរណាបាទហើយproject Bubble Map នេះគឺវាអាចផ្លាយទៅជាបង្កើតវប្បធម៌ crypto មួយបាទដែលល្អមែនតើបាទហើយព្រមទាំងគេរួមបញ្ចូលជាមួយនឹងវេទិកា platform ធំបាទដូចជា CoinGecko, Dex Screener បាទ Pump Fund, Photon ហើយនឹងផ្សេងទៀតបាទហើយមួយទៀតបាទគឺកាក់ MBT ហ្នឹងបាទវាគឺជាផ្នែកមួយនៃកូនសោដ៏សំខាន់បាទរបស់ Bubble Map V2 បងប្អូនណាបាទហើយដែលគេប្រើប្រាស់វាដើម្បីធ្វើការ unlock នៅ feature សំខាន់ដែលមានឥទ្ធិពលតាមរយៈ token ហ្នឹងបាទអូខេអញ្ចឹងមានន័យថា token MBT ហ្នឹងគឺសំខាន់មែនទែនសម្រាប់បញ្ចេញ Bubble ហ្នឹងបងប្អូនណា Bubble Map ហ្នឹងអូខេtotal supply របស់ Bubble Map គឺមានតែ 1000 លានទេបងប្អូនណាបាទហើយកាក់ហ្នឹងវាប្រើ contract Binance Smart Chain ផងហើយនឹង Solana ផងបាទវាប្រើ2 contract address Binance បានធ្វើការប្រកាសបាទគម្រោងទី12ដែលទទួលបាន airdrop សម្រាប់ Binance holder ទាំងអស់បាទគឺកាក់ Bubble Map ឬក៏ MBT ហ្នឹងបាទសម្រាប់អ្នកដែលធ្វើការ subscribe ឬក៏ lock BNB ណាបាទចាប់ពីថ្ងៃទី2ខែ3បាទដល់ថ្ងៃទី6ខែ3ឆ្នាំ2025ហ្នឹងគឺទទួលបាន MBT ហ្នឹងចូល spot wallet មុន listing ទាំងអស់ហើយ Binanceបាន list កាក់ហ្នឹងថ្ងៃទី18ខែ3មាន list ហើយបាទអញ្ចឹងកន្លែងនេះខ្ញុំចង់ប្រាប់បងប្អូនថា Binance holder airdrop គឺសម្រាប់បងប្អូនដែលមានគណនី Binance ហើយមានកាក់ Binance ទិញកាក់ BNB ហ្នឹងយកវាទៅដាក់ stake ឬក៏ earn វាចោលបងប្អូនណាបាទអញ្ចឹងរាល់ project ថ្មីបាទដែល Binance យកចូលមកគឺបងប្អូននឹងបាន automatic បាន airdrop ទៅ automatic បងប្អូនណាបាទមានន័យថាបើសិនជាបងប្អូន stake ច្រើន stake BNB ច្រើនបងប្អូនទទួលបាន airdrop ច្រើនដូចគ្នា stake តិចគឺទទួលបានតិចដូចគ្នាបាទអញ្ចឹងកន្លែងហ្នឹងគឺជាចំណុចសំខាន់មែនតើបាទ BNB គឺជាកាក់ special មួយបាទ hold វាគឺបាន airdrop Binance ចែកលុយ free តែម្ដងបងប្អូនណាបាទអូខេហើយមិនតែប៉ុណ្ណោះគឺបងប្អូនអាចប្រើប្រាស់ BNB ដើម្បីធ្វើការ trade discount trade បាទហើយផ្សេងទៀតបាទគឺ discount បានច្រើនមែនតើសម្រាប់កាក់ BNB មួយអូខេអញ្ចឹងបងប្អូនបានយល់ហើយតាក់ទងជាមួយនឹង project ហ្នឹងបាទកុំភ្លេចមានអត់តមានគណនី Binance បាទបង្កើតមួយទាំងអស់គ្នាទៅបាទដើម្បីងាយស្រួលបងប្អូនណាបាទងាយស្រួលធ្វើការ trade ទិញលក់ឬក៏ hold កាក់ល្អជាពិសេសគឺកាក់ BNB ហ្នឹងហើយបាទអនាគតទៅប្រហែលជាអាចល្អប្រសើរជាងហ្នឹងបាទអូខេបងប្អូនអរគុណច្រើនសម្រាប់ទស្សនាវីដេអូមួយនេះគឺតែប៉ុណ្្នឹងទេបាទបើសិនជាបងប្អូនមានចម្ងល់ឬសំណួរអ្វីបាទចុច link ខាងក្រោមបាទ join community របស់ខ្ញុំបាទហើយអាចឆាតសួរខ្ញុំបានគ្រប់ពេលវេលាបាទគ្រប់ពេលទំនេរខ្ញុំនឹងធ្វើការឆ្លើយតបបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយកុំភ្លេចចុច like subscribe បាទដាក់រូបកណ្ដឹងផងបាទអរគុណបាយបាយ